អ៊ីរ៉ង់បានដាក់លក្ខខណ្ឌ3ចំណុចដើម្បីបញ្ចប់សង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលដោយនៅក្នុងនោះលោកប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតបានអះអាងនៅលើបណ្ដាញសង្គម X នៅថ្ងៃទី11ខែមីនាឆ្នាំ2026នេះថានៅក្នុងការសន្ទនាជាមួយនឹងមេដឹកនាំរុស្ស៊ីប៉ាគីស្ថានលោកបានបញ្ជាក់នឹងបដិញ្ញាចិត្តអំពីប្រទេសអ៊ីរ៉ង់ចំពោះសន្តិភាពនៅក្នុងតំបន់លោកម៉ាស៊ូតបានអះអាងថាមានតែច្រកមួយប៉ុណ្ណោះដើម្បីបញ្ចប់សង្គ្រាមនេះបានគឺទី1អាមេរិកត្រូវទទួលស្គាល់សិទ្ធិស្របច្បាប់របស់អ៊ីរ៉ង់ទី2អាមេរិកត្រូវតែបង់ប្រាក់សំណងចំពោះការបំផ្លិចបំផ្លាញដោយសង្គ្រាមមកឲ្យអ៊ីរ៉ង់និងទី3ត្រូវមានការធានាយ៉ាងរឹងមាំពីអន្តរជាតិសម្រាប់អ៊ីរ៉ង់ថានឹងមិនមានការឈ្លានពាននាពេលអនាគតទៀតនោះទេនេះគឺជាការលើកឡើងរបស់ប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតក្រោយពីប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូតបាននិយាយគ្នាជាមួយនឹងមេដឹកនាំរុស្ស៊ីនិងមេដឹកនាំរបស់ប្រទេសប៉ាគីស្ថានអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់បាទដោយនៅក្នុងនោះអ៊ីរ៉ង់និយាយថាបើសិនជាចង់បាទឲ្យអ៊ីរ៉ង់បញ្ចប់សង្គ្រាមតើតែអាមេរិកនឹងបាទព្រមបង់ថ្លៃខូចខាតឲ្យប្រទេសអ៊ីរ៉ង់និងព្រមបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់នាពេលអនាគតមិនឲ្យមានសង្គ្រាមមកឈ្លានពានអ៊ីរ៉ង់ទៀតនោះទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអ៊ីរ៉ង់ដាក់លក្ខខណ្ឌថាបើសិនជាចង់បញ្ចប់សង្គ្រាមតើតែអាមេរិកហ៊ានធ្វើចំណុចទាំងអស់នេះបាទបង់ថ្លៃខូចខាតឲ្យប្រទេសអ៊ីរ៉ង់ទើបអ៊ីរ៉ង់បាទព្រមបញ្ចប់សង្គ្រាមបាទមិនឲ្យឆ្លុះទេអ៊ីរ៉ង់មិនព្រមបញ្ចប់សង្គ្រាមនោះទេបងប្អូនទាំងអស់គ្នាបាទអញ្ចឹងអ៊ីរ៉ង់នៅតែខ្លាំងនៅតែអង់អាចក្លាហានបាទហ៊ានតវ៉ាប្រឆាំងជាមួយនឹងអាមេរិកជានិច្ចបងប្អូនទាំងអស់គ្នាបាទដំណឹងក្តៅអ៊ីរ៉ង់បានបាញ់នាវាថៃមួយគ្រឿងនៅច្រកសមុទ្រហូមូសឆេះយ៉ាងទ្រលោមបន្ទាប់ពីនាវាថៃនេះបានធ្វើដំណើរចេញពីកំពង់ផែនៅអារ៉ុបរួមដោយនៅក្នុងនោះទ័ពជើងទឹកភូមិន្ទថៃកំពុងតែតាមដានស្ថានភាពកប៉ាល់ដឹកទំនិញថៃមួយគ្រឿងដែលត្រូវបានវាយប្រហារនៅជិតច្រកសមុទ្រហូមូសរបស់អ៊ីរ៉ង់ហើយកងទ័ពភូមិន្ទថៃកំពុងតែសម្របសម្រួលកិច្ចសហប្រតិបត្តិការខំប្រឹងប្រែងជួយសង្គ្រោះសមាជិកនាវិកថៃចំនួន23នាក់ដោយបច្ចុប្បន្ននេះកងទ័ពជើងទឹកអូម៉ង់បានជួយសង្គ្រោះសមាជិកនាវិកចំនួន20នាក់ហើយកំពុងស្ថិតក្នុងដំណើរការជួយសង្គ្រោះ3នាក់ដែលនៅសេសសល់នៅក្នុងកប៉ាល់សូមបញ្ជាក់ផងដែរថាអ៊ីរ៉ង់កាលពីប្រមាណថ្ងៃមុននេះបានចេញសារព្រមានដល់នាវាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហូមូសថាបើសិនជានាវាទាំងអស់នោះនៅតែបន្តបាទធ្វើការឆ្លងច្រកសមុទ្រនេះអ៊ីរ៉ង់នឹងធ្វើការបាញ់កំទេចចោលមិនរើមកនោះទេបាទឥឡូវនេះអ៊ីរ៉ង់ពិតជាបាញ់មែនតើហើយបងប្អូនទាំងអស់គ្នាបាទដោយបាញ់បាទទៅលើនាវាដឹកប្រៃរបស់ថៃបាទធ្វើឲ្យបាទនាវិកក៏ដូចជាបាទអ្នកបើកបរនៅលើបាទកប៉ាល់ហ្នឹងបាទគឺមានការរងរបួសនិងមានការបាទធ្លាក់ទឹកយ៉ាងរប៉ាត់របាយផងដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងទេអ៊ីរ៉ង់បាទហ៊ានថាហ៊ានធ្វើបងប្អូនទាំងអស់គ្នាបាទប្រទេសអ៊ីរ៉ង់បានចេញសារព្រមានចំទៅសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក្រោយពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តកងកម្លាំងឆ្មាំបដិវត្តរបស់ប្រទេសអ៊ីរ៉ង់បានចេញសារព្រមានចំថាពួកគេនឹងមិនអនុញ្ញាតឲ្យមានការដឹកជញ្ជូនប្រេងសម្បីតែ1លីត្រចេញពីតំបន់មជ្ឈិមបូព៌ានោះឡើយប្រសិនបើការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលមកលើអ៊ីរ៉ង់នៅតែបន្តទៀតនោះពួកគេនឹងមិនអនុញ្ញាតឲ្យមានការដឹកប្រេងនោះឡើយប្រទេសអ៊ីរ៉ង់បានព្រមានចំបែបនេះក្រោយពីសហរដ្ឋអាមេរិកនិងប្រទេសអ៊ីស្រាអែលនៅតែបន្តវាយប្រហារទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់មិនដាច់នោះទេហើយនៅក្នុងនោះប្រទេសអ៊ីរ៉ង់ក៏បានព្រមានចំថាប្រសិនបើប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅតែបន្តវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ទៀតបាទប្រទេសអ៊ីរ៉ង់នឹងបិទច្រកនេះទាំងស្រុងតែម្ដងបាទមិនឲ្យដឹកប្រេងចេញសម្បីតែ1លីត្របងប្អូនទាំងអស់គ្នាបាទអញ្ចឹងទេអ៊ីរ៉ង់លេងម្ដងនេះគឺលេងមែនតែនបាទមិនមែននិយាយលេងទេបងប្អូនបាទគឺនិយាយមែនធ្វើមែនបាទឲ្យតែមានប្រទេសណាមួយបាទដឹកប្រេងឆ្លងកាត់សមុទ្រនេះអ៊ីរ៉ង់នឹងចាប់ឃាត់ទុកជាមិនខានបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបើសិនជានៅតែបន្តវាយប្រហារមកលើអ៊ីរ៉ង់បាទត្រៀមខ្លួនទៅបាទអ៊ីរ៉ង់នឹងធ្វើឲ្យសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាទភ្លឺភ្នែកជាមិនខានបងប្អូនបាទ